បងប្អូនទាំងគ្នានិយាយទៅស្ត្រីមេផ្ទះណាធម្មតាយើងធ្វើម្ហូបញ៉ាំខ្លួនឯងចឹងទៅរវល់ខ្លាំងមែនតែនជាពិសេសពេលប្តីមកហើយអានេះថ្ងៃនេះខ្ញុំធ្វើចាប៉ាទីប៉ុន្តែបងប្អូននេះធម្មតាចាប៉ាទីគេរាងមូលឡើងស្អាតណាមើលចាប៉ាទីខ្ញុំដល់កហើយម្សៅចាប៉ាទីហ្នឹងខ្ញុំទៅយកពីម៉ែក្មេកខ្ញុំទេដោយសារតែគាត់ថាមិនបាច់ទិញទេយើងទិញទុកយូរវាអត់ឆ្ងាញ់អីចឹងទិញស្រស់ចឹងអានេះព្រលឹមឡើងម៉ោង5ក្រោកហើយបងប្អូនម៉ោង5ក្រោកចឹងទៅធ្វើអាហារពេលព្រឹកហើយរាល់ដងខ្ញុំក៏ពេលព្រឹកខ្ញុំទៅមានពេលទៅហាត់ប្រាណពេលប្តីខ្ញុំមកអត់សូវមានពេលហាត់ប្រាណទេបងប្អូនគូរវល់អារឿងធ្វើម្ហូបហ្នឹងឯងបងប្អូននៅនេះដូចព្រលឹមឡើងខ្វល់ខ្វាយតែរឿងធ្វើម្ហូបហ្នឹងមកម៉ែក្មេកខ្ញុំតែម៉ោង6អី5កន្លះគាត់ហាពេលព្រឹកហើយជាស្រេចនិយាយទៅហត់មកបងប្អូននៅនេះហត់អារឿងបាយទឹកចានឆ្នាំងខ្ញុំមួយរយៈហ្នឹងគឺខ្ញុំប្តីខ្ញុំទៅមកបាន2ថ្ងៃទៅខ្ញុំសក់គីឡូឡើងលឿនដោយសារខ្ញុំហត់ការងារច្រើនពេកដល់ពេលចឹងទៅរកពេលខ្លះចឹងទៅរកពេលឆ្លើយឆ្លងខមមិនបងប្អូនមិនបានទេសូមអធិស្ឋានបងប្អូនជាសាប៊ូកក់សក់ King Hawk ជាផលិតផលនាំចូលពីប្រទេសអ៊ីតាលីវាជួយដោះស្រាយបញ្ហាជ្រុះសក់បែកចង់សក់មានអង្គែឡើងប្រេងមែនទេសាកល្បងមកប្រើសាប៊ូ King Hawk ជាមួយខ្ញុំបានអូនខ្ញុំនឹងព្យាយាមឆ្លើយឆ្លងខមមិនអញ្ចឹងឯណាហើយម្យ៉ាងទៀតប្តីខ្ញុំអត់ចង់ឲ្យថតទេបងប្អូនតែគាត់ថាអញ្ចេះអើយថតឡើងមួយឆ្នាំមិនបានអីផងណាមួយគាត់មានអារម្មណ៍តែខ្មាស់ចឹងគាត់មានអារម្មណ៍ថាគាត់ចង់ឲ្យខ្ញុំថតនិយាយទៅតាណាតណៃពេលខ្ញុំថតគាត់ស្ដីខ្ញុំតាំងចិត្តមែនតើត្មងបើពីនៅពីអ្នកកូនគឺស្រួលខ្លាំងមែនតើដល់ពេលមានប្តីមកជាមួយបងប្អូនអើយតាំងទ្រង់ស្ទើរធ្លាយត្មងនិយាយត្រង់ត្មងណាបើសិនជាគាត់អនុញ្ញាតឲ្យខ្ញុំថតវាមិនចេះខ្វះវីដេអូថតទេពេលដែលគាត់មកដល់គឺការងារច្រើនមែនតើមិនថាការងារផ្ទះនិយាយទេថាគាត់មនុស្សរវល់ដូចម៉ែក្មេកខ្ញុំអញ្ចឹងនិយាយទៅរវល់ជាងម៉ែបើនិយាយចំរវល់ជាងម៉ែក្មេកខ្ញុំទៀតគឺរវល់រហូតបងប្អូនអត់ដៃខ្ញុំតនេទេធ្វើនេះធ្វើនោះមិនថាថោបការមិនថាជាងផ្ទះប្អួចអីទៅគាត់ដើរជូតប៉ុន្តែគាត់អត់ដៃថតបើសិនជាគាត់អនុញ្ញាតឲ្យថតបងប្អូនអើយនិយាយទៅសបោចឹងនិយាយសបោកសកម្មភាពថតចឹងណាហើយម្យ៉ាងទៀតខ្ញុំថតវីដេអូបានច្រើនគួរសមប៉ុន្តែខ្ញុំអត់សូវមានពេលវេលាចេញវីដេអូកាត់តណាបងប្អូននិយាយទៅរកឆ្លៀតពេលមិនបានតែហ្មងអានេះអាហារពេលព្រឹកខ្ញុំមានតែប៉ុណ្្នឹងហើយអាហារពេលព្រឹកហ្នឹងនិយាយទៅខ្ញុំថតញ៉ាំ2ថ្ងៃជាប់គ្នាមិនសមមិញហើយថ្ងៃហ្នឹងចឹងដោយសារខ្ញុំរវល់ពេករកពេលវេលាកាត់តមិនបានចឹងហើយសូមបងប្អូនសូមអធិស្ឋានណាហើយសម្រាប់គ្រួសារខ្ញុំអាហារពេលព្រឹកគ្មានស្អីទេចាប៉ាទីការីឈីសប៊ឺចឹងទៅថ្ងៃណាក៏ធ្វើ burger សាំងវិចម្ដងម្កាលបើតិនខ្ញុំគិតទៅទម្លាប់ទម្លាប់ជនជាតិឥណ្ឌាភាគច្រើនអាហារពេលព្រឹកវាស្តៀងនឹងអារ៉ូបដែររឿងប៊ឺឈីសនំប៉័ង burger ហ្នឹងចាប៉ាទីចឹងទៅខុសពីយើងយ៉ាងដល់ពេលខ្ញុំពេលប្តីមកគឺវេទនារឿងញ៉ាំបន្តិចដោយសារតែយើងងាកម្ហូបខ្មែរផងងាកម្ហូបឥណ្ឌាផងទៅវារកពេលមិនបានអញ្ចឹងបើខ្ញុំភាគច្រើនខ្ញុំធ្វើម្ហូបឥណ្ឌាម្ហូបខ្មែរទៅតែមានឱកាសបានធ្វើអញ្ចឹងណាមុខអ្នកញ៉ាំមិនសូវស្រស់បានទេព្រោះអីបងប្អូនដឹងហើយមិនពេញចិត្តឲ្យខ្ញុំថតទេប៉ុន្តែធ្វើម៉េចបើប្រពន្ធថតហើយមិនហ៊ានស្ដីឲ្យ